ការប្រើប្រាស់សម្លាណាម៉ៃជារៀងរាល់ថ្ងៃនឹងអាចផ្ដល់ផលប៉ះពាល់មកកាន់សុខភាពរបស់ស្ត្រីដែរឬទេជាទូទៅការប្រើប្រាស់សម្លាណាម៉ៃយើងតែងតែគិតថាយូរយើងប្រើម្ដងឬក៏ប្រើប្រចាំខែនៅពេលដែលមានវត្តរដូវអញ្ចឹងទៅក៏ប៉ុន្តែមានបងប្អូនស្ត្រីមួយចំនួនគាត់ប្រើប្រាស់សម្លាណាម៉ៃនឹងជាប្រចាំថ្ងៃនៅក្នុងការទ្រាប់និយាយទៅគឺប្រើជាលក្ខណៈ daily តែម្ដងប៉ុន្តែការប្រើនឹងគឺប្រើជាប្រភេទសម្លាណាម៉ៃបែបទូចអញ្ចឹងណាបងប្អូនអញ្ចឹងសួរថាតើការប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងនឹងផ្ដល់ផលប៉ះពាល់មកកាន់សុខភាពរបស់យើងដែរឬទេអត់ទេតងទៅនឹងកន្លែងនេះបើសិនជាតាមការសិក្សាស្រាវជ្រាវក៏ដូចជាស្ដាប់ជាមួយនឹងវិជ្ជាបណ្ឌិតជាច្រើនគឺអត់ទាន់ឃើញវិជ្ជាបណ្ឌិតដែលគាត់លើកឡើងអំពីផលប៉ះពាល់នោះទេក៏ប៉ុន្តែគាត់បានលើកឡើងអំពី side effect ឬក៏ផលប៉ះពាល់មួយចំនួនករណីដែលស្ត្រីប្រើប្រាស់សម្លាណាម៉ៃក្នុងរយៈពេលយូរដូច្នេះខ្ញុំចង់លើកពីផលប៉ះពាល់3ចំណុចធំៗពាក់ព័ន្ធទៅនឹងការប្រើប្រាស់សម្លាណាម៉ៃយូរដែលអាចបង្កទៅជាបញ្ហាទៅកាន់សុខភាពបន្តពូជរបស់ស្ត្រីទី1ការប្រើប្រាស់សម្លាណាម៉ៃគួរតែធ្វើការផ្លាស់ប្ដូរចន្លោះពី3ទៅ4ម៉ោងម្ដងករណីដែលបងប្អូនអត់ធ្វើការផ្លាស់ប្ដូរចន្លោះពេលហ្នឹងគឺវាអាចបង្កទៅជាការរមាស់នៅតំបន់សុខភាពស្ត្រីឬក៏បង្កទៅជាមេរោគឬក៏បាក់តេរីឬក៏ផ្សិតជាពិសេសក្នុងរំពេលដែលស្ត្រីគាត់មករដូវនេះគឺចាំបាច់ត្រូវតែធ្វើការផ្លាស់ប្ដូរឲ្យបានញឹកញាប់ដើម្បីកុំឲ្យវាទៅជាផ្អួបផ្អាប់ឬក៏វាអាចទៅជាមេរោគឬក៏អាចបង្កទៅជាបាក់តេរីផ្សេងចំណុចទី2ហ្នឹងការប្រើប្រាស់សម្លាណាម៉ៃយូរពេកគឺអាចបង្កទៅជាការឆ្លងជំងឺម្យ៉ាងដែលមានឈ្មោះថា Toxic Shock Syndrome បងប្អូនប្រហែលជាធ្លាប់បានឮជំងឺមួយប្រភេទនេះដែលធ្លាប់មានអ្នកឆ្លងរួចទៅហើយនៅប៉ែកខាងអឺរ៉ុបដែលគេបានសិក្សាស្រាវជ្រាវរកឃើញថាគាត់បានឆ្លងចេញពីសម្លាណាម៉ៃហ្នឹងអញ្ចឹងមូលហេតុដែលឆ្លងគឺដោយសារតែការប្រើប្រាស់ហ្នឹងគឺក្នុងរយៈពេលយូរខ្លាំងពេកដែលវាឆ្លងជាលក្ខណៈកត់ចេញអំពីបាក់តេរីហ្នឹងណាបងប្អូនអញ្ចឹងហើយទើបគេណែនាំឲ្យស្ត្រីទាំងអ្នកដែលគាត់ប្រើប្រាស់ប្រចាំថ្ងៃក៏ដោយអ្នកដែលលងពេលមករដូវក៏ដោយគឺគាត់ចាំបាច់ត្រូវតែធ្វើការផ្លាស់ប្ដូររៀងរាល់3ទៅ4ម៉ោងម្ដងកុំឲ្យលើសនឹងទោះបីជាក្នុងលំពេលដែលយើងមកខែថ្ងៃហ្នឹងយើងមកតិចក៏ដោយច្រើនក៏ដោយប៉ុន្តែយើងចាំបាច់ត្រូវតែធ្វើការផ្លាស់ប្ដូរដើម្បីសុខភាពរបស់យើងធ្វើការផ្លាស់ប្ដូរដើម្បីកុំឲ្យឆ្លងមេរោគឬក៏បាក់តេរីចំណុចសំខាន់ទី3ករណីដែលស្ត្រីគាត់អត់ធ្វើការផ្លាស់ប្ដូរសម្លេងណាម៉ៃគឺអាចបង្កទៅជាបញ្ហារាងចុកពោះក៏ដូចជាការឆ្លងទ្រមាស់បង្កទៅជំងឺរ៉ាំរ៉ៃផ្សេងៗទៀតទាក់ទងទៅនឹងសុខភាពរបស់ស្ត្រីអញ្ចឹងត្រឡប់មកវិញការប្រើប្រាស់សម្លេងណាម៉ៃជារៀងរាល់ថ្ងៃអត់បង្កផលប៉ះពាល់ទេប៉ុន្តែករណីដែលយើងប្រើហើយយើងទុកអាប់យូរពេកយើងអត់ធ្វើការផ្លាស់ប្ដូរអានឹងគឺបង្កទៅជាផលប៉ះពាល់ការឆ្លងមេរោគបាក់តេរីរមាស់ធំក្លិនគឺបង្កទៅជាបញ្ហាឬក៏ជំងឺផ្សិតផ្សេងៗដូច្នេះសម្រាប់ស្ត្រីគ្រប់រូបបើទោះបីជារវល់នឹងការងារយ៉ាងណាក៏ដោយកុំភ្លេចនៅក្នុងការយកចិត្តទុកដាក់ថែទាំតំបន់សម្ងាត់របស់ខ្លួនឯងផងអរគុណច្រើនជួបគ្នាជាមួយនឹងខ្ញុំស៊ីថានៅវីដេអូក្រោយ